ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនឹងខ្ញុំឆាក្តៅជាមួយក្រួចណាបងប្អូនចាមួយសាច់ក្រួចទេបងប្អូនចាមានស្ករក្រហមសណ្តែកដីនិងគ្រឿងគ្រើពីចេងស្ករនិងគល់គ្រៃខ្ទឹមសខ្ទឹមក្រហមម្ទេសអញ្ចឹងណាបងប្អូនម្ទេសចាឥឡូវឆ្អិនណាបងប្អូននេះខ្ញុំចាក់សណ្តែកដីណាបងប្អូនចាដើម្បីឲ្យឈ្ងុយបងប្អូនចាឥឡូវឆ្អិនហើយបងប្អូនឈ្ងុយណាបងប្អូនចាជាតិណាស់បងប្អូនអើយចាមកចូលរួមជាមួយនឹងខ្ញុំទាំងអស់គ្នាបងប្អូនចាបងប្អូនមើលរបៀបនាងខ្ញុំឆាទាំងអស់គ្នាណាបងប្អូនជាដំបូងនេះខ្ញុំស្រោចសិនណាបងប្អូនចាស្រោចក្រួចឲ្យរឹងសាច់ទេបងប្អូនចាបើយើងអត់ស្រោចអត់រឹងសាច់ទេបងប្អូនហើយក៏ឆ្អាបដែរណាបងប្អូនចាយើងស្រោចសិនស្រោចហើយក៏យើងស្រង់ដាក់កញ្ច្រែងឲ្យស្រស់ទឹកអញ្ចឹងណាបងប្អូនចាឥឡូវនាងខ្ញុំស្រង់ដាក់កញ្ច្រែងណាបងប្អូនចាយើងស្រោចអញ្ចឹងដើម្បីឲ្យរឹងសាច់បងប្អូនចាកុំឲ្យឆ្អិនពេកទេបងប្អូនគាត់ណាស្រោចឲ្យកាត់ឆ្អាបអញ្ចឹងណាបងប្អូនចាឥឡូវក៏នាងខ្ញុំចាប់ដើមចាក់ប្រេងឆាបងប្អូនចាចាក់ប្រេងឆាបំពងគ្រឿងចាគល់ស្លឹកគ្រៃម្ទេសស្លឹកក្រូចខ្ទឹមសខ្ទឹមក្រហមម្ទេសអញ្ចឹងណាបងប្អូនចានិងល្មៀតបងប្អូនអើយចាក៏នាងខ្ញុំកូរឲ្យរៀងឈ្ងុយបងប្អូនគ្រឿងចាកូររៀងឈ្ងុយក៏នាងខ្ញុំចាក់ដាក់ស្ករក្រហម1ស្លាបព្រាបងប្អូនចាស្ករក្រហមនេះខ្ញុំកូរជាមួយគ្រឿងដែរបងប្អូនចាដើម្បីឲ្យឈ្ងុយអញ្ចឹងណាបងប្អូនចាកូរឲ្យរៀងក្រហមឲ្យរៀងសប់បន្តិចទៅណាបងប្អូនចាបងប្អូនអាចធ្វើតាមនេះខ្ញុំបានបងប្អូនឈ្ងុយណាស់បងប្អូនអើយធ្វើអញ្ចឹងណាបងប្អូនចាឥឡូវក៏នេះខ្ញុំដាក់ប៊ីចេងស្ករប្រេងខ្យងនិងទឹកត្រីចាដាក់ចូលជាមួយអញ្ចឹងណាបងប្អូនចាដាក់ចាក់ចូលជាមួយគ្រឿងយើងកូរឲ្យរៀងក្រហមបន្តិចអញ្ចឹងណាបងប្អូនចាឲ្យឈ្ងុយបងប្អូនអើយចារៀងឈ្ងុយហើយបងប្អូនឈ្ងុយហើយក៏នេះខ្ញុំចាប់ផ្ដើមចាក់សាច់ក្រូចដែលនេះខ្ញុំស្រុះហើយបងប្អូនចាចាក់សាច់ក្រូចឲ្យបងប្អូនចារឹងសាច់ល្អណាបងប្អូនចាស្រុះហើយអញ្ចឹងណាបងប្អូនបងប្អូនអាចធ្វើតាមនេះខ្ញុំបានណាបងប្អូនចាមានរសជាតិឆ្ងាញ់បងប្អូនចាអត់ឆ្អាបអីទេណាបងប្អូនចាកូរសាប៊ូសាច់ហូបណាបងប្អូនយើងស្រុះអញ្ចឹងណាបងប្អូនរឹងសាច់ឲ្យហើយណាបងប្អូនឥឡូវអូខេហើយណាបងប្អូនដាក់ក្រៀមណាបងប្អូនឈ្ងុយណាបងប្អូនអើយក៏នេះខ្ញុំចាក់សណ្តែកដីថែមអញ្ចឹងណាបងប្អូនឲ្យឈ្ងុយខ្លាំងអញ្ចឹងណាបងប្អូនឥឡូវឆ្អិនណាបងប្អូនមកចូលរួមជាមួយនឹងខ្ញុំទាំងអស់គ្នាបងប្អូនមានរសជាតិឆ្ងាញ់បងប្អូនអើយឈ្ងុយក៏ឈ្ងុយជាតិក៏ជាតិដែរណាបងប្អូនក្តៅក្តៅហុយហុយជាតិណាស់បងប្អូនអើយចាមកចូលរួមជាមួយនឹងខ្ញុំទាំងអស់គ្នាបងប្អូនចាមានរសជាតិឆ្ងាញ់មែនទែនបងប្អូនក្តៅក្តៅហុយហុយបងប្អូនអាចធ្វើតាមនេះខ្ញុំបានណាបងប្អូនឈ្ងុយណាបងប្អូន